ជំរាបសួរបងប្អូនថ្នាក់ទី4យើងទាំងអស់គ្នាអញ្ចឹងមកជួបលោកគ្រូភាសាទៀតបាទតកតងនឹងវិធីដកហ្នឹងហើយអញ្ចឹងលោកគ្រូលើកយកវិធីដកថ្នាក់ទី4បាទទំព័រទី36លំហាត់ទី2បាទគេថាចូលបំពេញប្រអប់បាទហ្នឹងហើយអញ្ចឹងលោកគ្រូឃើញថាប្រអប់ហ្នឹងមិត្តភ័ក្ដិយើងសូម្បីតែថ្នាក់ទី5ទី6ក៏គាត់តែងតែច្រឡំដែរបាទចំពោះការបំពេញប្រអប់មានប្រអប់ចុងប្រអប់ដើមនិងប្រអប់កណ្ដាលនេះអញ្ចឹងលោកគ្រូនឹងលើកយកឧទាហរណ៍ហើយពេលដែលអូនភ្លេចអូននឹកឃើញឧទាហរណ៍នេះបោកក៏ដោយបាទដកក៏ដោយបាទអញ្ចឹងអូនរៀនត្រូវដាក់នេះតិចនេះអូនដាក់លេខទូចឹងមកឧទាហរណ៍ថា7ដក5អញ្ចឹងស្មើប៉ុន្មានអញ្ចឹងបើយើងដាក់ទូយើងថាស្មើ2បាទហើយសំណួរសួរវិញថា2ហ្នឹងបានដោយសារអីបានន័យថាយើងយកលេខនេះដកលេខនេះមកធម្មតាចុះប្រអប់នេះអញ្ចឹងអូនពេញប៉ុន្មានអញ្ចឹងប្រអប់នេះទីទូទៅអូនថាងដាក់7ណាអញ្ចឹងប្រអប់ដើមអូនដាក់7អញ្ចឹងសំណួរសួរវិញថាតើដើម្បីបាន7យើងធ្វើម៉េចអញ្ចឹងបានន័យថាយើងយកលេខនេះបូកលេខនេះមកអញ្ចឹងកន្លែងនេះប្រអប់ដើមសញ្ញាដកកណ្ដាលអញ្ចឹងយើងបូកណោះបាទយើងចាំយើងរៀនដាក់អញ្ចឹងមកនេះដកធម្មតាតោះណាបាទហើយកន្លែងនេះយើងដាក់សំណួរឲ្យខ្លួនឯងទៀតថាកន្លែងនេះយើងពេញប៉ុន្មានអូនថាខ្ញុំពេញ5តោះណាបាទពេញ5សំណួរសួរវិញថាធ្វើមិនឃើញ5តោះណាយើងតែងសួរខ្លួនឯងមកអញ្ចឹងបានន័យថាខ្ញុំយកលេខនេះដល់លេខ2នេះបានចេញ5តោះណាអញ្ចឹងប្រអប់កណ្ដាលក៏ដកតោះណាហ្នឹងហើយអញ្ចឹងបានន័យថាប្រអប់នេះដកប្រអប់នេះបាទកន្លែងនេះយើងបូកបាទហ្នឹងហើយអញ្ចឹងកន្លែងនេះយើងដកតោះឥឡូវយើងមកកណនាលេខជាក់ស្ដែងរបស់យើងបាទតោះឥឡូវយើងមកកណនាលេខជាក់ស្ដែងរបស់យើងអញ្ចឹងលោកគ្រូលើកយកទំព័រនេះមកតែលោកគ្រូយកតែ3ទេបាទហ្នឹងហើយយកខ្ទង់កខ្ទង់កហើយនិងខ្ទង់ងបាទអញ្ចឹងនៅសល់3ខ្ទង់ទៀតអូនកណនាខ្លួនឯងអញ្ចឹងយើងចាំមិញលោកគ្រូណែនាំមកណោះអញ្ចឹងបើសិនចេះយើងដកធម្មតាអញ្ចឹងយើងដកខ្ទង់ទី1មកបាទខ្ទង់ទី1គឺម៉ាន23000បាទ850បាទអញ្ចឹងក្នុងការដកអូនត្រូវរាយឲ្យចំខ្ទង់បាទហ្នឹងហើយអញ្ចឹងលោកគ្រូតែងតែរាយពីរាយទៅមុនបាទ3 2 5តោះណាអញ្ចឹងយើងដកមកបាទអញ្ចឹងយើងដកមកកន្លែងនេះយើង0កន្លែងនេះ2កន្លែងនេះ6កន្លែងនេះបាទយើងខ្ចីណោះដកកើតយើងខ្ចីមកខ្ចីសល់កន្លែងនេះសល់1កន្លែងនេះបាន13អញ្ចឹង13ដក5នៅសល់ប៉ុន្មាននៅសល់8ណោះបាទអូខេ18លេខ1នេះទុំលាក់អញ្ចឹងយើងបានហើយយើងដាក់មកបាទអញ្ចឹងយើងបានប៉ុន្មានខ្ទង់កនេះស្មើ18620តោះណាបាទឥឡូវយើងដល់កន្លែងនេះគឺយើងប្រើឲ្យគេបូកណោះបាទកន្លែងហ្នឹងបូកអញ្ចឹងយើងយក9000បូកនឹង6000បាទតោះណាប្រអប់ដើមយើងបូកបាទ9000បាទយើងបូកមកបូកនឹង6000អញ្ចឹងកន្លែងនេះគឺងាយណោះបាទ0 0 0នេះបូកមកស្មើ15បាទអញ្ចឹងយើងបានមកស្មើ15000បាទអញ្ចឹងនៅខ្ទង់នេះដកណោះបាទប្រអប់កណ្ដាលក៏យើងដកធម្មតាលេខធំដកលេខតូចបាទអញ្ចឹងយើងយក13210បាទដកនឹងបាទ0 0 5 6បាទអញ្ចឹងយើងដកមកបាទ0កន្លែងនេះដកមកសល់1បាទកន្លែងនេះយើងខ្ចីមកសល់2បាន12បាទ12ដក5នៅសល់ប៉ុន្មាននៅសល់7ណោះបាទអូខេ
នេះដកអត់កើតយើងខ្ចីកន្លែងនេះសល់0កន្លែងនេះបាន12 12 ដល់6សល់6បាទអញ្ចឹងយើងបាន6 7 10 បាទអញ្ចឹងនៅកន្លែងនេះយើងបំពេញ6710 គុតបាទហ្នឹងហើយអញ្ចឹងកន្លែងនេះលោកគ្រូចង់ឲ្យអូនបើសិនជាជួបអញ្ចឹងអូនតែងតែលើកយកឧទាហរណ៍ពីលេខទូចហ្នឹងណាបាទនេះជាកន្លឹះសម្រាប់សញ្ញាដកសញ្ញាបូកឬក៏សញ្ញាគុណយើងរៀនដាក់ទូចចឹងមកសនុកយើងដោះស្រាយហើយយកមកអនុវត្តលេខធំបាទអញ្ចឹងលោកគ្រូអរគុណច្រើនដើម្បីបានវីដេអូថ្មីអូន Subscribe មកយើងនឹងបានកន្លឹះ technique ថ្មីជាមួយលោកគ្រូបាទអរគុណច្រើន